ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃសុក្រ8រោចថ្ងៃសិលខែកដិកឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី14ខែវិច្ឆិកាគ្រិស្តសករាជ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅប្រតិភូគណៈបកសង្គ្រោះជាតិសួរសុខទុក្ខព្រះសង្ឃនិងប្រជាពលរដ្ឋរងគ្រោះដោយសារដីធ្លីកាលពីព្រឹកមិញនេះប្រតិភូតំណាងរាជគណៈបកសង្គ្រោះជាតិដឹកនាំដោយលោកស្រីមូសុហួរសមាជិកសភាគណៈបកសង្គ្រោះជាតិមណ្ឌលបាត់ដំបងនិងលោកឡុងរីសមាជិកសភាគណៈបកសង្គ្រោះជាតិមណ្ឌលបន្ទាយមានជ័យបានចុះជួបសួរសុខទុក្ខព្រះសង្ឃនិងប្រជាពលរដ្ឋរងគ្រោះដោយសារចំនួនដីធ្លីមកពីខេត្តព្រះវិហារនៅវត្តស្ទឹងមានជ័យនិងវត្តសាមគ្គីរាំងសីថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះដោយសារចំនួនដីធ្លីមកពីខេត្តព្រះវិហារដែលស្នាក់នៅវត្តសាមគ្គីរាំងសីនេះអ្នកស្រីមួយសុខួរលោកញ័រចម្រើននិងលោកឡុងរីសមាជិកសភាគណៈបកសង្គ្រោះជាតិបានថ្លែងផ្ដោតការយកចិត្តទុកដាក់ដល់បញ្ហាជនរងគ្រោះដោយសារចំនួនដីធ្លីដែលនៅតែមិនទាន់ទទួលបានដំណោះស្រាយឆាប់ៗនេះក្រោយពីយើងចូលទៅការប្រតិបត្តិរដ្ឋសភាជាតិយើងបានធានាកម្មការប្រាក់គណៈកម្មការដែលមានប្រសិទ្ធភាពក្នុងការតាមស្រាវជ្រាវអង្កេតជំរុញគឺគណៈកម្មការទី1ដែលដឹកនាំដោយលោកអេឆៃអ៊ីនហើយក្រុមអ្នកដំណើររឿងរបស់យើងមិនដែលបង្រៀនកន្តើយទេមិនដែលបង្រៀនកន្តើយក្នុងការចូលរួមជំរុញឲ្យមានដំណោះស្រាយទេយើងឃើញមានករណីជាច្រើនដែលយើងឃើញថារាជរដ្ឋាភិបាលលោកបានសហប្រតិបត្តិការដល់ស្រាយក៏ប៉ុន្តែនៅដល់លើកទៀតដែលយើងគិតថាកំពុងតែជំរុញក្នុងនោះក្រុមអ្នកដំណើររឿងទាំងពីរគណៈបកដែលយើងចូលទៅកាន់ពិធីរដ្ឋសភាជាតិយើងចង់កសាងបទផលថ្មីមួយស្របទៅនឹងគំនិតរបស់ឯកឧត្តមសំរាមស៊ីគំនិត